ជំរាបសួរពុកម៉ែបងប្អូនដែលមានកូនចង់ឲ្យរៀនថ្នាលបឋម PLP អញ្ចឹងដើម្បីដោនឡូតនៅក្នុងទូរស័ព្ទ Android បានសូមពុកម៉ែបងប្អូនចូលទៅក្នុងកម្មវិធីមួយដែលហៅថាច្រោមបាទកម្មវិធីច្រោមរួចហើយយើងវាយពាក្យថាថ្នាលបឋម PLP បាទអញ្ចឹងយើងចុចលើមកហើយនឹងឃើញកម្មវិធីមួយដែលមាន logo នេះ PLP Primary Learning Program បាទយើងចុចលើវាបន្ទាប់ចេញបាត់នេះហើយយើងអូសមកខាងក្រោមមកអស់នឹងឃើញពាក្យថាទាញយកកម្មវិធីថ្នាលបឋម PLP បាទអញ្ចឹងបើសិនជាទូរស័ព្ទរបស់យើង download ហើយគឺចេញបែបនេះអញ្ចឹងមានន័យថា download again បាទអញ្ចឹងខ្ញុំ download ហើយបើសិនជាបងប្អូនអត់ទាន់នេះគឺចេញបែបហ្នឹងប្រាប់ថាចុចថាពាក្យ download អញ្ចឹងគឺទូរស័ព្ទរបស់យើងនឹង load ទៅនៅក្នុងទូរស័ព្ទតែម្ដង app ហ្នឹងអញ្ចឹងខ្ញុំត្រឡប់ថយក្រោយទៅមើល app របស់យើងនៅក្នុងនោះបាទនេះគឺថ្នាលបឋម PLP បាទអញ្ចឹងចេញមកគឺបែបនេះហើយបងប្អូនអាចធ្វើបែបនេះបានចំពោះតែទូរស័ព្ទ Android បាទអញ្ចឹងសូមអរគុណ